ខ្ញុំគិតថាយ៉ាសកាអត់ថ្លៃទេបើគិតលើគុណភាពបងនិយាយកន្លែងហ្នឹងគឺខំត្រូវបងអតិជនដែលបានប្រើប្រាស់ជាមួយនឹងលេខ្ញុំហើយគឺគាត់ដែរសាញទៅលើតម្លៃទេប៉ុន្តែក៏បែរជាគាត់គិតថាលេយ៉ាសកាគឺជាលេដែលមានតម្លៃធូរថ្លៃវិញព្រោះឯងបងប្អូនត្រូវដឹងថាចេះផលិតផលថ្លៃគឺវាសុទ្ធតែមានមូលហេតុរបស់វាទាំងអស់មិនមែនយករបស់ថោកមកលក់ទៅថ្លៃទេអានេះសម្រាប់ខ្ញុំណាផលិតផលខ្ញុំថ្លៃគឺដោយសារតែរូបមន្តនៅក្នុងលេហ្នឹងគឺវាថ្លៃលេខ្ញុំមិនមែនត្រឹមតែជាលេដែលធ្វើឲ្យស្បែកសតែមួយមុខទេប៉ុន្តែភាពម៉ត់ភាពទន់ភាពរលោងភាពគីឡូគឺដើរទន្ទឹមគ្នាជាមួយនឹងសាច់លេមួយនេះអញ្ចឹងអតិជនដែលបានប្រើប្រាស់ជាមួយនឹងលេខ្ញុំហើយស្បែកគាត់មិនត្រឹមតែសទេគឺទន់ម៉ត់រលោងស្អាតហ្មងចំណុចនេះហើយដែលធ្វើឲ្យលេខ្ញុំមានតម្លៃថ្លៃហើយសម្រាប់លេខ្ញុំក៏មិនមែនជាប្រភេទលេដែលប្រើសារធាតុកាត់ដើម្បីកាត់ស្បែកដែរគឺសិតតែពួកមេវីតាមីនទាំងអស់ដែលជួយឲ្យស្បែកយើងសភ្លឺថ្លាពីខាងក្នុងដោយសុវត្ថិភាពសំខាន់គឺមានចំណុចពិសេសខុសពីលេទូទៅមួយគឺពេលដែលបងប្អូនលាបចូលទៅក្នុងស្បែកអស់ក៏វានៅមានជាតិគីឡូនៅលើស្បែកដែរប៉ុន្តែជាតិគីឡូនេះគឺវាអត់មានជាតិស្អិតឬក៏ស្អុះដែលធ្វើឲ្យយើងមានអារម្មណ៍ថាពិបាកនៅក្នុងខ្លួនទេបងប្អូនត្រូវដឹងលេដែលធ្វើឲ្យស្បែកសបើមិនជាអត់មានជាតិគីឡូឬក៏ជាតិសំណើមគ្រប់គ្រាន់ទៅលើស្បែកទេស្បែកយើងពេលដែលសទៅវានឹងអាចមានហានិភ័យខូចស្បែកបែកសង្រាឬក៏ស្ដាងទៅថ្ងៃក្រោយហើយបងប្អូនអាចមើលជាមួយនឹងសាច់លេខ្ញុំបានគឺជាប្រភេទសាច់លេខាប់ល្មុតបែបនេះពពួកសាច់លេដែលខាប់ល្មុតបែបនេះបានលាបទៅសបើខ្ញុំជាម្ចាស់ brand ម្នាក់ដែលចង់ចំណេញលុយអតិជនច្រើនណាស់ធម្មតាផលិតផលពេលដែលភ្ញៀវលាបទៅអស់យូរប្រកាសជាគេអត់ចំណេញបានច្រើនទេតែបើសិនជាភ្ញៀវលាបលេហ្នឹងទៅលាបទៅអស់លឿនអាហ្នឹងគឺអតិជនត្រឡប់មកទិញទៀតគឺគេចំណេញលុយកាន់តែច្រើនហើយប៉ុន្តែខ្ញុំសុខចិត្តផលិតសាច់លេដែលខាប់ល្មុតលាបមិនតិចក៏វាសប់ពេញស្បែកលាបយូរបន្តិចប៉ុន្តែគឺខ្ញុំទទួលបានអតិជនច្រើនព្រោះអតិជនខ្ញុំដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផលខ្ញុំហើយគាត់ទិញទៀតដោយសារតែគុណភាពលេនេះគឺបងប្អូនលាបតែកន្លះកំប៉ុងទៅមួយកំប៉ុងគឺចាប់តាមឃើញប្លែកខ្លាំងមកហើយផលិតផលខ្ញុំគឺខ្ញុំមាន feedback ពីអតិជនតបប៉ាត់ហើយសុទ្ធតែមានឈ្មោះអតិជនទៀតបងប្អូនអាចតាមដានបានខ្ញុំមិនមែនជាប្រភេទអ្នកលក់ដែលប្រមូលមនុស្សស5នាក់10នាក់មកថតឬក៏តបលេបឆោតអីបិទមកផ្សាយជូនអតិជនខ្ញុំមើលឯងប៉ុន្តែគឺខ្ញុំសុទ្ធតែមានអតិជនលាបពីខ្មៅទៅសទាំងអស់អញ្ចឹងសម្រាប់បងប្អូនដែលគាត់សាញជាមួយនឹងតម្លៃយ៉ាសកាមិនសាញទេព្រោះបងប្អូនត្រូវដឹងថាផលិតផលល្អគឺវាថ្លៃបន្តិចហើយប៉ុន្តែបងប្អូនប្រើទៅគឺទទួលបាន